មានថវិកាត្រឹមតែ$150ទៅ$300ក្នុងមួយខែនេះគឺជាតំបន់ទាំង5ដែលអ្នកគួរតែពិចារណាបាទសួស្តីខ្ញុំបាទចៃវ៉ាន់ឌីថ្ងៃនេះខ្ញុំសូមណែនាំតំបន់ទាំង5ដែលបងអាចមានបច្ចិតក្នុងការពិចារណាទី1ហ្នឹងគឺតាក់ទងនឹងតំបន់សែនសុខតំបន់សែនសុខគឺជាតំបន់ដែលសម្បូរទៅដោយអាផាតមិនដែលបង្កើតថ្មីហើយតម្លៃសមរម្យមែនទែនហើយគៀកនឹងផ្សារហើយវាជាតំបន់ប្រជុំជនមួយដែរហើយវាល្អបំផុតសម្រាប់អ្នកដែលមានការងារធ្វើឬក៏នៅជាលក្ខណៈគ្រួសារតំបន់ទី2ហ្នឹងគឺតំបន់ទូតពូងហ្នឹងក៏អាចរកបានដែរហើយជាតំបន់ដែលសម្បូរទៅដោយតាំងពីបន្ទប់ជួលរហូតដល់អាផាតមិនហើយនឹងខុនដូទៀតហើយជាតំបន់មួយដែលសម្បូរទៅដោយអ្នកធ្វើការហើយនឹងនិស្សិតរស់នៅផងដែរហើយតកតងនឹងតំបន់ទី3ហ្នឹងគឺតួកកក៏សម្បូរដែរនៅក្នុងហ្នឹងតម្លៃចាប់ខ្ទង់ពីចន្លោះ$150ទៅ$300ហ្នឹងវាតាមលក្ខខណ្ឌបន្ទប់ជាក់ស្ដែងអញ្ចឹងណាក៏សម្បូរដែរទីតាំងតួកកនេះគឺសម្បូរមែនទែនហើយជាប្រភេទទីតាំងដែលល្អហើយងាយស្រួលក្នុងការរស់នៅចេញចូលអីក៏ស្រួលដែរអញ្ចឹងណាមុននេះយើងតកតងនឹងតំបន់ច្បារអំពៅក៏ចាប់ផ្ដើមមានអាផាតមិនហើយនឹងបន្ទប់រៀងធូរដែរបើសិនបើយើងចង់សន្សំថវិកាតំបន់ច្បារអំពៅនេះគឺល្អដោយសារអាផាតមិនក៏ចាប់ផ្ដើមអភិវឌ្ឍច្រើនហើយតំបន់នេះគឺអភិវឌ្ឍលឿនមែនទែនយើងចេញចូលមានផ្លូវច្រើនពីមុនកន្លែងហ្នឹងស្ទះប៉ុន្តែបច្ចុប្បន្នអត់ទេយើងមានផ្លូវវាងទៅតាមកោះនរាក៏បានមកតាមច្បារអំពៅក៏បានយើងមានស្ពានច្រើនទៀតអញ្ចឹងអត់ជាបញ្ហាសម្រាប់ការស្ទះទេបាទហើយតំបន់ទី5នោះគឺជាតំបន់ដង្កោហើយតំបន់ដង្កោនេះគឺជាតំបន់ដែលអ្នកចង់បានតម្លៃសមរម្យហើយអត់បាច់ខ្វល់ខ្វាយរឿងក្រុងអញ្ចឹងអាចប្រមើលតំបន់នេះបានតំបន់នេះតម្លៃបន្ទប់ក៏គួរសមដែរហើយបន្ទប់សម្ភារៈក៏ល្អសម្រាប់ងាយស្រួលក្នុងការរស់នៅដូចគ្នាតែតំបន់ដង្កោការចេញចូលវារៀងស្ទះបន្តិចប៉ុន្តែខ្ញុំសូមសង្កត់ធ្ងន់តាក់ទងចំណុចតម្លៃបន្តិចចំណុចតម្លៃគឺវាអាស្រ័យទៅលើទីតាំងទំហំបន្ទប់និងសម្ភារៈជាក់ស្ដែងអញ្ចឹងតម្លៃពីតំបន់មួយទៅតំបន់មួយអត់ដូចគ្នាទេហើយវាអាស្រ័យទៅលើសម្ភារៈហើយនិងបន្ទប់ជាក់ស្ដែងដូចគ្នាអ្នកអាចប្រាប់ខ្ញុំអំពីតម្លៃដែលអ្នកត្រូវការហើយតំបន់ដែលអ្នកចង់បានខ្ញុំនឹងព្យាយាមស្វែងរកអាផាតមិនឬក៏បន្ទប់ដែលស័ក្តិសមបំផុតសម្រាប់អ្នកកុំភ្លេច follow ខ្ញុំបាទចៃវ៉ាន់ឌីដើម្បីទទួលបាន tip ល្អៗក្នុងការជួលអាផាតមិននិងទីតាំងល្អៗដែលអ្នកចង់បានអរគុណច្រើន